ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Admin Song នៅក្នុងវីដេអូមួយនេះគឺយើងនិទានតាក់ទងទៅជាមួយនឹងរឿងរ៉ាវរបស់បងប្រុសម្នាក់បងផានិតណាដែលគាត់ជួបរឿងរ៉ាវរន្ធត់នៅពេលដែលគាត់បដូរការងាររបស់គាត់ហ្នឹងពីខេត្តមួយទៅកាន់ខេត្តមួយអញ្ចឹងណាហើយគាត់ក៏បានប្រពន្ធបន្ទាប់មកក៏គាត់ស្រឡាញ់ផ្ទះដែលគេដាក់លក់អញ្ចឹងណាផ្ទះជាផ្ទះថ្មវាផាគេទុកចោលយ៉ាងយូរគួរសមដែរតែផ្ទះហ្នឹងអាចនៅបានអញ្ចឹងណាបើសម្អាតតិចតួចអញ្ចឹងទៅគាត់ក៏ពេញចិត្តនឹងទិញផ្ទះហ្នឹងអញ្ចឹងទៅបន្ទាប់មកក៏នៅបានមួយរយៈចាប់ដើមមានរឿងរ៉ាវកើតឡើងចំពោះប្រពន្ធរបស់គាត់និងគាត់បាទយូរម្ដងតិចយូរដល់គាត់ទ្រាំលែងបានរហូតដល់រើចេញពីផ្ទះហ្នឹងអញ្ចឹងចង់ដឹងថាដំណើរដើមតងនៃរឿងរ៉ាវមួយហ្នឹងទៅជាយ៉ាងណាបងប្អូនកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងហើយនេះក៏វីដេអូទី1សម្រាប់ Channel Admin ដែរអញ្ចឹងសង្ឃឹមថាបងប្អូនជួយម្នាក់មួយផងអូខេឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅដំណើរនៃរឿងរ៉ាវដំបូងបងសុផានិតគឺគាត់ជាបុគ្គលិកម្នាក់ធ្វើការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនមួយណាបងប្អូនជាក្រុមហ៊ុនលើកអីវ៉ាន់និងដាក់អីវ៉ាន់គាត់អត់បញ្ជាក់តែឆ្នាំប្រហែលនេះដោយគាត់ធ្វើជាអ្នកគ្រប់គ្រងខាងដឹកជញ្ជូននឹងយ៉ាងយូរគួរសមអញ្ចឹងទៅដោយដំបូងគាត់ធ្វើការនៅក្នុងខេត្តពោធិ៍សាត់ដោយមេរបស់គាត់ក៏បើកសាខាថ្មីបន្តទៀតអញ្ចឹងណាហើយក៏យករូបគាត់ហ្នឹងទៅគ្រប់គ្រងនៅខាងខេត្តកំពង់ធំវិញអញ្ចឹងបងសុផានិតបន្ទាប់ពីទៅធ្វើការខាងខេត្តកំពង់ធំហ្នឹងក៏គាត់សប្បាយចិត្តនឹងទៅដែរដោយសារតែបងប្អូនរបស់គាត់នៅក្នុងក៏មានហើយស្រុកដែលគាត់ពេញចិត្តនឹងរស់នៅហើយនិយាយទៅវិគៀកនឹងសៀមរាបផងអញ្ចឹងគាត់ធ្វើដំណើរបន្តិចទៅដល់សៀមរាបបាត់ហើយគាត់ស្រឡាញ់ខាងខេត្តសៀមរាបដែរអញ្ចឹងណាដល់អញ្ចឹងទៅក៏គាត់អូខេជាមួយមេរបស់គាត់ក៏រស់នៅហ្នឹងទៅដោយបំពេញការងារពាក់ខែនិយាយទៅគួរសមហើយមេគាត់ក៏ឧបត្ថម្ភនៅឡានមួយសម្រាប់គាត់ធ្វើដំណើរដែរអញ្ចឹងណាដោយគាត់បំពេញការងារយូរទៅល្អទៅសម្រាប់បងផានិតណាអញ្ចឹងតកែក៏ពេញចិត្តមួយគាត់អញ្ចឹងទៅក៏រកចំណូលឲ្យក្រុមហ៊ុនជាច្រើនហើយបំពេញការងារនិយាយពីមកខែទៅមួយខែគឺចំណូលឡើងក្រុមហ៊ុនមានចំណិចអញ្ចឹងទៅដោយកាត់បន្ថយចំណាយក៏ដូចជាការងាររបស់គាត់ល្អទៅអញ្ចឹងទៅអញ្ចឹងយូរទៅគាត់ក៏ស្រឡាញ់ពេញចិត្តសម្រាប់នៅខេត្តកំពង់ធំហ្នឹងហើយមិនយូរប្រហែលទេគាត់ក៏អាសាធ្វើដំណើរទៅតំបន់ដែលគាត់ពេញចិត្តអញ្ចឹងទៅគាត់ដើរមើលផ្ទះណាយូរទៅក៏គាត់មើលទៅក៏ស្រឡាញ់ផ្ទះមួយដោយរបៀបផ្ទះហ្នឹងគឺជាផ្ទះថ្មដែលគេសាងជាប់ដីអញ្ចឹងណាទៀមជាប់ដីអញ្ចឹងមិននៅកណ្ហាជាផ្ទះថ្មប៉ុន្តែ2ជាន់ផ្ទះជាប់ដីប៉ុន្តែ2ជាន់អធិស្ឋានបើសិនជានិយាយខុសបងប្អូនដោយផ្ទះថ្មហ្នឹង2ជាន់ហើយគាត់ក៏ស្រឡាញ់ផ្ទះហ្នឹងមែនតើដោយសារតែមើលទៅដីក៏វាធំទលាយគួរសមហើយផ្ទះហ្នឹងក៏យ៉ាងស្អាតដែរប៉ុន្តែដោយសារតែវាខូចទ្រង់ទ្រាយខ្លះនិងទឹកថ្នាំខ្លះអញ្ចឹងបើសិនជាគាត់ទិញរស់នៅគាត់ត្រូវសម្អាតវាត្រូវជួសជុលវាតិចតួចផ្ទះហ្នឹងគាត់អាចនៅបានយ៉ាងស្អាតចឹងទៅអញ្ចឹងគាត់ក៏យកលេខទូរស័ព្ទទំនាក់ទំនងជាមួយនឹងម្ចាស់ផ្ទះទុកហើយប្រវត្តិនៃរឿងរ៉ាវផ្ទះមួយហ្នឹងចាំអេដមីនរៀបរាប់នៅខាងក្រោយវីដេអូឲ្យស្ដាប់អញ្ចឹងបន្ទាប់ពីគាត់តាក់ទងជាមួយនឹងម្ចាស់ផ្ទះហ្នឹងហើយគាត់ក៏ថតរូបបន្ទាប់មកទុកក្នុងចិត្តរបស់គាត់ហើយគាត់គិតហើយនឹងគាត់តាក់ទងជាមួយម្ចាស់ផ្ទះចង់ដឹងតម្លៃបន្ទាប់ពីនឹងបានប្រហែលជាចូលកន្លះឆ្នាំគាត់ក៏ពេញចិត្តនារីម្នាក់នៅខាងខេត្តកំពង់ធំនេះអញ្ចឹងបងផានិតក៏ពេញចិត្តបងស្រីម្នាក់មិនយូរមិនឆាប់ឯគាត់ក៏ចូលស្ដីដណ្ដឹងរៀបការតាមប្រពៃណីអញ្ចឹងទៅបន្ទាប់ពីរៀបការហើយហ្នឹងក៏គាត់បែកផ្ទះពីគ្រួសារជាធម្មតាអញ្ចឹងទៅធម្មតាបងប្អូននៅពេលដែលយើងការហើយយើងតែងតែបែកផ្ទះបែកចានបែកឆ្នាំងពីគ្រួសារហើយបើយើងបន្តរស់នៅមួយគ្រួសារទៀតគឺយើងរស់នៅអត់កើតទេហេតុអីបានថាអត់កើតលុះត្រាតែយើងនេះអត់ធ្មត់ខ្លាំងធម្មតាបើសិនជា admin នេះជាកូនប្រុសណាខាងកូនប្រសាណាទៅនៅផ្ទះខាងកូនស្រីតែងតែមានកំហុសឆ្គងឬក៏
បកាណាមួយដែលមិនសមរម្យឬក៏កាយវិការមិនសមរម្យទៅកាន់គូសារអាស្រ័យហើយដោយសារតាមិនមែនជាទម្លាប់ក្នុងផ្ទះរបស់យើងតែបើសិនជាយើងការហើយយើងទៅនៅផ្ទះខ្លួនយើងឬក៏ជួបផ្ទះគេនៅដើម្បីរកស៊ីឲ្យវាកើនសិនល្អជាងនៅក្នុងរង្វង់គ្រួសារតែមួយចឹងបងសុផានិតគឺគាត់ល្អមែនតើដោយសារតែគាត់ធ្វើបំបែកផ្ទះជាមួយនឹងគ្រួសាររបស់គាត់ក៏ទៅរកទិញដីជាធម្មតាចឹងទៅហើយផ្ទះដែលគាត់ស្រឡាញ់ហ្នឹងគាត់គុំយូរហើយអញ្ចឹងគាត់ចាំតែការហើយគឺគាត់ពីអ្នកប្រពន្ធរបស់គាត់គឺទៅទិញហើយអញ្ចឹងបន្ទាប់ពីគាត់មើលទៅផ្ទះប្រពន្ធរបស់គាត់ជាមួយនឹងដីដែលគាត់ស្រឡាញ់ហ្នឹងវាឆ្ងាយគ្នាត្រឹមតែប្រហែលជា30គីឡូដែរវាគួរសមណាដោយផ្ទះដែលគាត់ស្រឡាញ់ហ្នឹងវានៅតំបន់អញនិយាយថាជនបទគួរសមដែរវាមិនជនបទខ្លាំងណាស់ណាហើយអញមានថាមនុស្សរស់នៅខ្លះៗដែរអញ្ចឹងណាប៉ុន្តែផ្ទះដែលគាត់ស្រឡាញ់ហ្នឹងវាដាច់ស្រយាលពីគេប្រហែលជា4 5ផ្ទះបណ្ដោះផ្ទះរបស់គាត់អញ្ចឹងបងផនិតមួយប្រពន្ធរបស់គាត់ក៏ពិភាក្សាគ្នាបន្ទាប់ពីការហើយពួកគាត់ក៏សល់ចំណងដៃយ៉ាងគួរសមដែរអញ្ចឹងផ្ទះហ្នឹងក៏ធូរថ្លៃសម្រាប់គាត់ទៀតអញ្ចឹងបងផនិតក៏ពេញចិត្តស្រឡាញ់ផ្ទះនឹងយកតែម្ដងចឹងពិភាក្សាមួយប្រពន្ធបានមួយរយៈធំក្រោយមកក៏មើលទៅផ្ទះហ្នឹងដូចជាគួរសមហើយគាត់ក៏សម្រេចចិត្តទិញផ្ទះថ្ម2ជាន់ហ្នឹងទៅដោយរកជាងមកជួសជុលជាធម្មតាចឹងទៅហើយជាងដំបងសម្រាប់គាត់រកមកជួសជុលហ្នឹងជាងគឺមានគ្នា3នាក់ដោយរកដំបងរកមកសម្អាតស្មៅជុំវិញផ្ទះក៏ដូចជាសម្អាតនៅក្នុងផ្ទះអញ្ចឹងទៅហើយនឹងបន្ទាប់មកទៀតគឺលាបថ្នាំសាឡើងវិញអញ្ចឹងទៅសម្អាតផ្ទះនឹងសាឡើងវិញអញ្ចឹងរៀបដូចចំដូចថ្មីអញ្ចឹងទៅក្រុមទី1សម្រាប់មកធ្វើហ្នឹងមកបាន2ថ្ងៃគត់សម្រាប់មូលហេតុដែលមកបានតែ2ថ្ងៃកូនជាងធ្វើការទេធ្វើការតែងតែឃើញមនុស្សស្រីម្នាក់ឈរសម្លឹងមុខរហូតអែននិយាយព្រឺសបល់ខ្ញាក់ទេនិយាយពេលយប់គឺបុគ្គលិកម្នាក់របស់ជាងហ្នឹងណាគឺតែងតែឃើញមនុស្សម្នាក់ឈរសម្លឹងមុខជាមនុស្សស្រីណាឈរសម្លឹងមុខរហូតពីក្នុងផ្ទះហ្នឹងមកអញ្ចឹងធ្វើឲ្យពួកគាត់នឹងព្រឺក្បាលអែដមីននិយាយក៏ព្រឺសបល់បងប្អូនមើលណាធ្វើឲ្យពួកគាត់ព្រឺក្បាលអត់អាចធ្វើការទេមនុស្សម្នាក់ហ្នឹងមើលទៅគឺជាមិនសមជាមនុស្សធម្មតាទេអញ្ចឹងណាអញ្ចឹងកូនជាងហ្នឹងក៏បានប្រាប់មេជាងថាមេខ្ញុំធ្វើអត់ការទេគឺខ្ញុំសុំឈប់អីមេជាងឆ្ងល់ថាមូលហេតុអីបងកូនចៅសុំឈប់ក៏ឆ្លិចសួររហូតដល់កូនចៅនឹងប្រាប់មូលហេតុអីអញ្ចឹងកូនជាងគាត់ទៅប្រាប់ប៉ុណ្ណឹងហើយមេជាងក៏សុំបងផនិតឈប់តែម្ដងឈប់អត់ធ្វើការទេដោយមិនទទួលប្រាក់កម្រៃទាំងអស់គឺផ្ដាច់ការងារយកតែម្ដងអញ្ចឹងឲ្យបងសុផានិតទៅរកការងារផ្សេងទៅរកជាងផ្សេងអញ្ចឹងណាបាទដោយពួកគាត់អត់បន្តធ្វើទេបងសុផានិតព្យាយាមសុំមូលហេតុដែរបណ្ដៃជាងគឺអត់ភាពថាទៅរកជាងផ្សេងចាស់ក្រោយពីបងសុផានិតគាត់ទៅរកជាងផ្សេងបានហើយជាងផ្សេងក៏មកបន្តធ្វើដូចជាបាន 3-4 ថ្ងៃទៅដែរមានរឿងថ្មីកើតឡើងសម្រាប់គាត់ថាជាងមានតែ3នាក់ឯងជាងមួយនៅលាបថ្នាំខាងក្រៅជាងមួយនៅសម្អាតបន្ទប់ខាងក្រោមហើយជាងមួយទៀតនៅសម្អាតបន្ទប់ខាងក្រោមដូចគ្នាប៉ុន្តែវាឆ្ងល់មូលហេតុអីបានជាន់ទី2ឮសលេងក្មេងស្រែកសលេងមនុស្សយំប្រព្រុសពេញទៅនឹងមកដោយមិនមែនឮតែម្ដងឬ2ដងទេឮសឹងថាមកធ្វើការរាល់ថ្ងៃគឺឮរាល់ថ្ងៃជាពិសេសម៉ោង12ថ្ងៃអញ្ចឹងទៅធ្វើឲ្យជាងនោះក៏មកធ្វើការបានប្រហែលថ្ងៃក៏សុំប្រាក់កម្រៃខ្លះផ្ដាច់ការងារឈប់ធ្វើរឿងចាប់ដើមធ្ងន់ទៅបងសុផានិតគឺគាត់អត់ជឿទេថាមូលហេតុអីបានអញ្ចឹងមិនបានជាងចេះតែផ្ដាច់អញ្ចឹងគាត់រកមូលហេតុអត់ឃើញហ្មងដោយសារអីពេលមុនមកជួសជុលគឺនិយាយថ្លៃគ្នារួចមើលការងាររួចមើលប្លង់រួចអូខេនឹងធ្វើហើយប៉ុន្តែហេតុអីបានមកដល់ធ្វើមិនបានប្រហែលក៏ត្រូវឈប់បងបណ្ឌិតក៏គាត់ព្យាយាមរកជាងថ្មីបន្ទាប់មកគាត់និយាយជាមួយជាងនឹងម្ដងទៀតសម្រាប់ហៅការមួយនឹងហើយជាងក្រោយមកក៏គាត់មានអារម្មណ៍ថាជាងដូចចេះគួរសមដែរសម្រាប់រឿងភ្លើងងឹតណា
ជាងក៏គាត់មកជួសជុលជាធម្មតាអញ្ចឹងទៅរហូតដល់គាត់ជួសជុលរួចរាល់អស់ហើយតែនៅថ្ងៃចុងក្រោយដែលជាងគាត់បានចាក់ចេញហ្នឹងក៏កូនចៅរបស់គាត់ធ្លាក់ទៅលើនទាមិនខ្ពស់ប្រហែលទេធ្លាក់មកលេចស្រាប់តែដូចវាក្លេះជាគង់មិនដើររួចតបញ្ជូនទៅពេទ្យអញ្ចឹងក៏ជាងក៏បើកប្រាក់ឈ្នួលជាធម្មតារួចហើយក៏បញ្ចប់ការងារនឹងរួចហើយបងប្អូនមិនមែនគាត់អត់ជឿលើអ្វីជំនឿអីទេគាត់ជឿប៉ុន្តែគាត់អត់ដឹងមូលហេតុថាមកមូលហេតុអីខ្លះទេអញ្ចឹងបន្ទាប់ពីគាត់ធ្វើផ្ទះរួចរាល់ហើយគាត់ក៏អញ្ជើញឪពុកម្ដាយគាត់ទាំងសងខាងមករៀបចំពិធីឡើងផ្ទះក៏ដូចជាឡើងផ្ទះថ្មីអញ្ចឹងទៅអញ្ចឹងបងប្អូនគឺគាត់និមន្តលោកនិមន្តអីមកសូត្រមុនប្រះព្រំអីជាធម្មតាអញ្ចឹងទៅប៉ុន្តែក្រោយពីធ្វើកិច្ចធ្វើអីចប់សពគ្រប់អស់ហើយគាត់ជួនឪពុកម្ដាយរបស់គាត់ត្រឡប់ទៅវិញគាត់ក៏រើអីវ៉ាន់ថ្ងៃដំបូងជួបរឿងអីខ្លះអត់គេពីបរិវេណផ្ទះវិញផ្ទះហ្នឹងពីមុខទៅគឺមានលបងថ្មមកទៀតលបងបើកចូលហ្នឹងគឺជាលបងដែកទ្វារណាទ្វារបើកចូលលបងទ្វារដែកបន្ទាប់ពីចូលទៅផ្លូវចូលទៅចំមុខផ្ទះយកតែម្ដងចំនឹងផ្ទះយកតែម្ដងប៉ុន្តែខាងស្ដាំដៃគឺជាមានកន្លែងសម្រាប់អង្គុយលេងនៅកញ្ចុះឲ្យជាដើមគឺមានតងយល់អញ្ចឹងទៅហើយចូលដល់ក្នុងផ្ទះគឺជាធម្មតាកន្លែងទទួលភ្ញៀវផ្សេងកន្លែងសម្រាប់ផ្សេងក្រានបាយខាងក្រោយទប់ទឹកខាងក្រោយអញ្ចឹងទៅគាត់រើអវ៉ាន់មកនៅដំបងក្នុងយប់ដំបងប្រពន្ធមកផលិតយកសពចម្លែកគាត់យកសពឃើញថាមានមនុស្សស្រីម្នាក់មើលពីក្រោយអត់ស្គាល់ទេស្លៀករ៉ូរបៀបថាពងចិញ្ចក់ណាអង្គុយយល់តងងើតងត់នៅខាងមុខផ្ទះគាត់នឹងកន្លែងតងដែលគេឲ្យគាត់យល់នឹងកន្លែងយល់សពឃើញថាមានគេយល់នឹងហើយតងនឹងគឺនៅខាងមុខផ្ទះប្រពន្ធបងផនិតគឺអត់ស្គាល់ទេថាជាអ្នកណាអញ្ចឹងនៅក្នុងយល់សពហ្នឹងប្រពន្ធបងផនិតចាំដែរហើយគាត់យកមកប្រាប់ប្តីរបស់គាត់ដែរប៉ុន្តែបងផនិតគឺអត់ជឿទេថាជាអ្នកណាអញ្ចឹងតែក៏អត់ជឿទេថាគ្រាន់តែការយល់សពអីចឹងយើងមកនៅផ្ទះថ្មីយើងនឹងការមើលទៅសម័យអញ្ចឹងណាអញ្ចឹងបងផនិតគឺអត់ជឿដាច់ខាតអញ្ចឹងបន្ទាប់ពីនឹងមកក៏បងផនិតក៏រកការងារឲ្យប្រពន្ធរបស់គាត់នៅក្នុងក្រុមហ៊ុនគាត់តែមួយទេប្រពន្ធរបស់គាត់ខាងកាន់កុំព្យូទ័រអញ្ចឹងទៅគាត់ខាងគ្រប់គ្រងអីវ៉ាន់អញ្ចឹងទៅអញ្ចឹងរាល់ពេលព្រលឹមឡើងបងផនិតគឺគាត់ទៅធ្វើការជាមួយប្រពន្ធរបស់គាត់ធម្មតាផ្ទះរបស់គាត់ចាក់សោទុកចោលអញ្ចឹងល្ងាចឡើងទៅគាត់ត្រឡប់មកផ្ទះវិញសម្រាប់នៅពេលយប់បន្ទាប់ពីសម្រាប់បានប្រហែលជាមួយអាទិត្យបងផនិតចាប់ផ្ដើមផ្លែកប្រពន្ធរបស់គាត់យប់មួយគាត់ស្រាប់តែឃើញប្រពន្ធរបស់គាត់ហ្នឹងដូចជាកដាលយប់ចូលម៉ោង12អញ្ចឹងណាងើបប្រុយដើរទៅជាក្រានបាយដោយអត់និយាយអីមួយម៉ាត់ទាំងអស់គឺទៅដល់រើចានរើឆ្នាំងប្រៅពេញហ្នឹងបងផនិតគឺគាត់ឆ្ងល់ដែរប៉ុន្តែគាត់តាមលួចមើលលឺរើចានឆ្នាំងប្រៅអញ្ចឹងទៅក្រានបាយហ្នឹងគឺវាធំគួរសមណាប៉ុន្តែពេលមុនចូលទៅវាមានទ្វារមួយដែកពីកណាត់ក្រោមកញ្ចក់កណាត់លើសម្រាប់អឺតមើលឃើញបានណាអញ្ចឹងបងផនិតក៏អឺតមើលទៅឃើញប្រពន្ធរបស់គាត់កំពុងតែកាយទូទឹកកកក៏ដូចជារើចានឆ្នាំងប្រៅអញ្ចឹងទៅគាត់អត់ហ៊ានចូលទៅភ្លាមនេះអញ្ចឹងបងផនិតក៏ត្រឡប់មកសម្រាប់វិញនៅពេលដែលព្រឹកឡើងគាត់មើលស្ថានភាពប្រពន្ធរបស់គាត់ជាធម្មតាបន្ទាប់មកគាត់ទៅមើលជាក្រានបាយឃើញធម្មតាទាំងអស់អត់មានអីប្លែកមកតែគាត់ឆ្ងល់ថាមូលហេតុអីប្រពន្ធរបស់គាត់ងើបទៅយប់មិញចម្លែកមែនបងប្អូនអត់មាត់ទេនៅស្ងៀមទៀតចាំមើលថ្ងៃទឹកក្រោយទៀតឡង 4-5 ថ្ងៃចូលអាទិត្យក្រោយគាត់ឃើញម្សាទៀតឃើញអញ្ចឹងទៀតដើរទៅកាយរបស់ស៊ីអាក្នុងទូរបស់ដែលយកមកក្លាសេទុកណាកាយរបស់ស៊ីឆាវយកមកបងប្អូនពេលហ្នឹងចាប់ដើមភ័យយកអត់ដឹងធ្វើម៉េចទេ
វាចម្លែកកាត់ឡើងនឹងគាត់ពេកប៉ុន្តែនៅក្នុងយប់នឹងតែមួយស្រាប់តែគាត់ត្រឡប់មកសម្រាប់នឹងបន្ទប់របស់គាត់វិញគាត់ក៏លឺគេយកតោងងើតងត់មើលអេដមីននិយាយព្រឺសបល់ខ្ញាបងប្អូនអត់និយាយលេងណាគាត់ក៏បាក់បអួចមើលស្រាប់តែឃើញមនុស្សស្រីម្នាក់ពាក់អារូបពងមន់រូបពងចិញ្ចក់ណាជារូបសពងចិញ្ចក់ពណ៌ខ្មៅយល់តោងនៅខាងមុខផ្ទះរបស់គាត់បងប្អូនចាប់ដើមនឹកឃើញសម្ដីប្រពន្ធមកគាត់និយាយថាគាត់យល់សពឃើញគាត់មើលពីក្រោយទៅមិនមែនប្រពន្ធមកគាត់ទេដោយសារអីប្រពន្ធមកគាត់មើលនៅចក្រានបាយចឹងណាអង្គុយយល់តោងនឹងគាត់ចាប់ដើមមានអារម្មណ៍អត់ស្រួលទៅឯងគាត់ចាប់ដើមភ័យម្ដងតិចឯងបងប្អូនចាប់ដើមគិតថាជាអ្នកណាគាត់ក៏ចាប់ដើមចេញទៅបើកទ្វារខាងមុខផ្ទះចេញទៅមើលស្រាប់តែអត់មានឃើញទាំងអស់តោងគឺនៅស្ងៀមធម្មតាប៉ុន្តែមុននឹងពេលដែលគាត់ទៅបើកទ្វារមើលប្អូនគាត់បើកឃើញតូលយងមនុស្សក៏យល់ដែរខុសគ្នាតែបន្តិចឯងស្រាប់តែស្ងាត់ឈឹងមូលហេតុរកអត់ឃើញហ្មងមូលហេតុចឹងបន្តមកទៀតគាត់សម្រាប់ដល់ភ្លឺធម្មតាគាត់ព្រលឹមឡើងជួនប្រពន្ធមកគាត់ទៅធ្វើការជាមួយគាត់ធម្មតារឿងអត់ប្លែកទេសម្រាប់ពេលថ្ងៃប្រពន្ធបងផានិតធ្វើការធម្មតាទាំងអស់អត់មានអីចម្លែកទេប៉ុន្តែចម្លែកពីយប់ឡើងណាប្រពន្ធបងផានិតតែងតែងើបទៅជាក្រានបាយរហូតទៅការរបស់ហូបរហូតគាត់តាមលួចមើលរយៈពេលចូលលបាក់ចិត្ត3អាទិត្យដែរប៉ុន្តែគាត់ឃើញសកម្មភាពនោះត្រឹមតែ3ឬ4ដងចម្លែករហូតដល់គាត់លួចភាសានឹងក្រុមការងារក៏មានឡែងជំនឿដែរដោយសារពួកគាត់រស់នៅខេត្តកំពង់ធំនឹងស្រាប់អញ្ចឹងគេមានកន្លែងជំនឿមួយអញ្ចឹងក៏ប្រាប់បងផានិតទៅថាបើសិនជាបងទំនេរថ្ងៃណាបងសាក់ដុបប្រពន្ធរបស់គាត់ទៅកន្លែងជំនឿនឹងមើលតើគាត់អាចជួយបងបានអត់អញ្ចឹងណាដោយគាត់ក៏ជឿដែររហូតដល់អាទិត្យមួយជាថ្ងៃត្នេថ្ងៃសម្រាប់ថ្ងៃសៅរ៍អាទិត្យណាអញ្ចឹងបងផានិតក៏គាត់ថាអូនតើឥឡូវយើងចង់ទៅទិញអីបន្តិចអូនឯងទៅជាមួយបងអត់មិត្តភក្តិបងក៏គាត់ទៅដែរស្រាប់តែប្រពន្ធរបស់គាត់អើជាធម្មតាអញ្ចឹងទៅដោយអត់បានប្រាប់ត្រង់ថាគាត់ចង់ទៅមើលគ្រូអីទេណាប្រពន្ធរបស់គាត់ក៏អើសម្រាប់ការទៅជាមួយគាត់ជាធម្មតាក្រោយពីពេលទៅហ្នឹងមិត្តភក្តិដំណើរជិះគាត់ទៅគាត់ក៏បរឡានតាមក្រោយជាធម្មតាអញ្ចឹងទៅក្រោយទៅដល់ផ្ទះគ្រូទៅដល់ភ្លាមស្រាប់តែឡានគាត់ទៅចូលដល់ផ្ទះផ្លុកគ្រូចាប់ដើមចុះចេះដាក់កម្មចដាចុះពីលើផ្ទះធម្មតាផ្ទះឈើគឺមាន2ជាន់ឈើលើតសក្រមជាធម្មតាខ្ញុំអត់សូវស្គាល់ទេនឹងគេហៅផ្ទះអីអត់ដឹងទេគ្រូចុះតាំងដើមម្ដងអញ្ចឹងគាត់ទៅចុះតាំងដើមដល់គ្រូក៏សួរធម្មតាទេអ្នកណាមកមើលបងផានិតក៏ច្អល់ទៅប្រពន្ធរបស់គាត់ក៏លេលើដែរពេលហ្នឹងគាត់ឆ្ងល់អស់ហើយមកទិញអីវ៉ាន់ចុះមិនមកផ្ទះគ្រូវិញគាត់ឆ្ងល់ដែរចឹងគ្រូក៏ចាប់អូសដៃប្រពន្ធបងផានិតឡើងលើទៅបងផានិតថាតាមគ្រូសិនថាអូនចាំបងប្រាប់អូនតាមក្រោយប្រពន្ធបងផានិតក៏ជឿតាមបងផានិតឡើងទៅបន្ទាប់ពីទៅដល់កន្លែងបន្ទប់គ្រូប្រពន្ធបងផានិតហ្នឹងគ្រូក៏យកប្រទាលអីមួយយ៉ាងអត់ដឹងទេយកមកអែលលើក្បាលចឹងលុញចឹងស្រាប់តែប្រពន្ធបងផានិតបកាច់បគុណរើយកហ្មងកូនចៅគ្រូ2នាក់បងផានិតជាមួយមិត្តភក្តិបងផានិត2នាក់ទៀតវាទាំងអស់4នាក់ចាប់ប្រពន្ធបងផានិតអត់ចង់ជួបទេណាចាប់អត់ចង់ជួបទេរើមកទៅហឹងហ្មងតបមកគឺស្រែកយំស្រែកខ្លាំងយកដូចវាមិនដូចបាក់បញ្យល់បងប្អូនគឺស្រែកអាក្រក់យកហ្មងរហូតដល់គ្រូក៏ជាយាមចាប់យកទៅស្រោចទឹកហើយគាត់ចាប់យកមកដាក់លើផ្ទះដើម្បីសួរចម្លើយក៏ដូចជាសូត្របល័យប្រក្រាមរហូតដល់និយាយគ្នាត្រូវនឹងចូលចង់3ម៉ោងរំតែនិយាយគ្នាត្រូវជាមួយខ្មោចនឹងអញ្ចឹងដល់ពេលគ្រូក៏និយាយគ្នាត្រូវជាមួយខ្មោចគ្រូក៏សួរនាំថាមូលហេតុអីទៅធ្វើបាបនាងហើយអ្នកឯងនៅឯណាមកពីណាខ្មោចក៏ប្រាប់ទៅថាអញនៅផ្ទះហ្នឹងវាមិននៅផ្ទះអញមាត់វាអត់ល្អទេវាមាក់ងាយផ្ទះអញនៅរាល់ថ្ងៃអត់ដឹងថាមាក់ងាយរឿងអីទេអញ្ចឹងណាគ្រូក៏សួរនាំបន្តទៀត
ថាបើគ្នាមាក់ងាយប៉ុណ្ណឹងបើគ្នាធ្វើមិនបានលើកលែងទោសឲ្យគ្នាសែនរបស់ឲ្យគ្នាសែនរបស់ដូចជារបស់ប្រោយបានកុំបកកាយប្រកាន់គ្នាលើកលែងទោសគ្នាទៅលើកលែងទោសឲ្យកូនចាប់កូនព្រៀបអញ្ចឹងណាមកថាអញលើកលែងនិយាយដាក់អញក្រក់ឡើងអញទៀតចៃដន្យមែនតើអត់ដឹងថាក្រែដែលគាត់សម្រាប់ហ្នឹងជាក្រែរបស់ម្ចាស់ផ្ទះហ្នឹងទេប្រកាន់ណាប្រកាន់មែនតើប្រកាន់រហូតដល់ធ្វើមិនក៏អត់បាត់ធ្វើមិនក៏អត់ព្រមនិយាយឡងយូរនិយាយចូលឡងចង់2ម៉ោងបានសុកចិត្តព្រមថាឲ្យវារើផ្ទះហ្នឹងរើវ៉ាន់ចេញទៅផ្ទះហ្នឹងទូអញនៅដោយបងផនិតជាយាមសាពះគ្រូឲ្យគ្រូជួយថាជួយផងពួកខ្ញុំទៅតែទិញផ្ទះហ្នឹងអស់លុយទេខ្ញុំអត់មានសមត្ថភាពរលុយទៅនៅផ្ទះផ្សេងទេតែអាចមានវិធីអីដែលអាចជួយខ្ញុំនៅសិនបានដល់សំសិនបានអញ្ចឹងណាដោយគ្រូព្យាយាមបញ្ចុះបញ្ចូលនឹងនិយាយជាមួយខ្មោចម្ចាស់ផ្ទះហ្នឹងក៏រាល់សិលគឺសែនតែគេផងហើយត្រូវបិទបន្ទប់នឹងចោលមួយអ្នកឯងទៅនៅកណានៅទៅគេលែងរំខានទៀតហើយតែកុំមាត់ផ្ដេសផ្ដាស់កុំចូលបន្ទប់ដែលឲ្យបិទនឹងអញ្ចឹងបន្ទាប់ពីនិយាយគ្នាត្រូវរើស្រេចបាច់អស់ហើយហ្នឹងក៏បងផនិតអញ្ជើញគ្រូស្រោចទឹកប្រពន្ធមកគាត់ទាំងគាត់រួចហើយក៏ត្រឡប់ទៅដេកផ្ទះម្ដាយក្មេកឪពុកក្មេករបស់បងផនិតធម្មតាសិនដំឡូងស្អែកឡើងទៅគាត់និមន្តលោកឬក៏និមន្តគ្រូទៅព្រោះព្រំម្ដងទៀតទៅគាត់ហ៊ានចូលសម្រាប់ធម្មតាវិញបងផនិតស្អែកប្រពន្ធបងផនិតស្អែកឡើងបានគាត់ដឹងខ្លួនចាប់ដើមមើលវាចាប់ដើមភ័យគាត់ស្លុតណាថាមានរឿងអីចឹងទៅបងផនិតជាប្រាប់តាមដំណើរដើមតងនៃរឿងរ៉ាវទាំងអស់ហ្នឹងប្រពន្ធបងផនិតគាត់ចេះខ្លាចហ្នឹងនឹងស្រីគាត់ខ្លាចថាគាត់អត់ចង់ហ៊ាននៅទៀតទេតើធ្វើមិនអាចចេញបានអញ្ចឹងណាគាត់អត់ហ៊ាននៅទៀតទេគាត់ខ្លាចណាបងផនិតគាត់ថាមិនអីទេអូនឥឡូវយើងបិទហើយគេរែងខានយើងហើយយើងរស់នៅបែបធម្មតារបស់យើងគេរស់នៅធម្មតារបស់គេទេយើងកុំទៅប៉ះពាល់គេទៅគេលែងប៉ះពាល់យើងហើយអញ្ចឹងពួកគាត់ក៏រស់នៅជាធម្មតាអញ្ចឹងរាល់សិលគាត់សែនអញ្ចឹងទៅរហូតដល់ថ្ងៃមួយបងផនិតគាត់តនេពីការងារពេលថ្ងៃណាគាត់ក៏ទៅទិញអីនៅតូបវាថាម្លង 4-5 ផ្ទះអញ្ចឹងមកដល់តូបយប់ហួយគេអញ្ចឹងណាគេក៏ប្រាប់រឿងរ៉ាវទាំងអស់ដល់ម្ចាស់ផ្ទះហ្នឹងគេថាកាលពីដើមឡើយខ្ទង់ 3-4 ឆ្នាំមុនម្ចាស់ផ្ទះហ្នឹងគឺរស់នៅធម្មតាទេដោយប្តីប្រពន្ធគេជាធម្មតាអញ្ចឹងទៅក្មេងស្អាតអញ្ចឹងទៅក្រោយពីប្តីហ្នឹងទៅធ្វើការបាត់តកដាលជប់កដាលទៀតមកត្រឡប់មកផ្ទះវិញប្រពន្ធចេះតែអង្គុយចាំណាតងយល់នឹងរហូតអញ្ចឹងទៅរាល់កដាលយប់បានប្តីនឹងត្រឡប់មកវិញជួនកាលសវឹងតឡែតែវាយប្រពន្ធវាយអីអញ្ចឹងទៅតែប្រពន្ធនឹងស្រឡាញ់ប្តីដោយចោលប្តីអត់បានទេស្រឡាញ់ប្តីខ្លាំងដល់អញ្ចឹងយូរទៅក៏ប្រពន្ធចាប់ដើមទងន់អញ្ចឹងណាហើយក៏នៅតែអង្គុយចាំប្តីជាធម្មតាអញ្ចឹងទៅក្រោយពីប្តីនឹងមកសវឹងវាយប្រពន្ធរហូតដល់លូតកូនបញ្ជូនទៅមន្ទីរពេទ្យមើលគ្នារហូតដល់គ្នាចាប់ដើមឈឺយ៉ាងអន់មែនតើណាមនុស្សស្រីឈឺខ្លាំងមែនតើណាហើយក៏ត្រូវសម្រាប់នៅក្នុងបន្ទប់អញ្ចឹងទៅដោយគ្នាជាកូនកំព្រាអត់មានឪពុកម្ដាយទេមានតែឪពុកម្ដាយក្មេងខាងប្រុសហ្នឹងឯងដោយឪពុកម្ដាយក្មេងក៏អត់សូវអើពើផងប្តីក៏អត់សូវអើពើផងគ្នាក៏នៅសម្រាប់នឹងបន្ទប់ក្នុងផ្ទះម្នាក់ឯងអញ្ចឹងទៅអាបន្ទប់ក្រែដែលប្រពន្ធបងផនិតសម្រាប់សពថ្ងៃហ្នឹងអញ្ចឹងទៅក៏យូរទៅប្តីក៏ចេះតែពលឹមបាត់កដាលយប់ចូលជួនកាលពលឹមបាត់តដល់ស្អែកពេលព្រឹកបានមកផ្លែតអញ្ចឹងទៅធ្វើការទៀតបាត់ហើយអញ្ចឹងទៅក៏គ្នាឈឺផងពិបាកដាំបាយដាំទឹកហូបពិបាកខ្លួនផងក៏បាត់បង់ជីវិតទៅរហូតដល់ប្តី2ថ្ងៃបានប្តីមកដល់ឃើញប្រពន្ធស្លាប់បាត់ហើយតែប្រែមថោលឆោឡោពេញភូមិអញ្ចឹងទៅគេដឹងរឿងអញ្ចឹងទៅអញ្ចឹងរឿងហ្នឹងគឺចាប់ដើមអាក្រក់ទៅបន្ទាប់ពីប្រពន្ធនឹងស្លាប់ប្តីនឹងក៏យកស្រីមកញ៉ាអញ្ចឹងទៅក៏ត្រូវ